បាទសម្រាប់ពាក្យមួយនេះគឺយើងអានថាឆុងទៀងឈីឆុងទៀងឈីប្រែថាឆ្នាំងសាកអក្សរឆុងគឺយើងអានសលេងទី1អានស្មើឆុងឆុងអក្សរទៀងគឺយើងអានសលេងទី4អានសង្កត់ទៀងហើយអក្សរឈីយើងអានសលេងទី4ដែរគឺយើងអានសលេងសង្កត់ឈីឆុងទៀងឈីប្រែថាឆ្នាំងសាកបាទសម្រាប់ពាក្យមួយនេះគឺយើងអានថាសូជីសូជីអក្សរសូហ្នឹងគឺយើងអានសំឡេងទី3យើងអានសំឡេងសង្កត់ចុះហើយអូនឡើងលើសូសូហើយអក្សរជីយើងអានសំឡេងទី1អានស្មើជីជីសូជីប្រែថាទូរស័ព្ទដៃបាទសម្រាប់ពាក្យមួយនេះគឺយើងអានថាជីជីប្រែថាកាសដែលយើងស្ដាប់នៅតិចនិយាយថាជីអក្សរហ្នឹងគឺយើងអានសលេងទី3អានសលេងសង្កត់ចុះហើយអូសឡើងលើអហើយអក្សរជីសលេងទី1យើងអានស្មើជីជីប្រែថាកាសបាទសម្រាប់ពាក្យមួយនេះគឺយើងអានថាទៀនណៅទៀនណៅប្រែថាកុំព្យូទ័រពាក្យទៀនយើងអានសំឡេងទី4អានសង្កត់ទៀនដល់អក្សរណៅគឺយើងអានសលេងទី3អានសលេងសង្កត់និងអូសឡើងលើណៅទៀនណៅប្រែថាកុំព្យូទ័របាទសម្រាប់ពាក្យមួយនេះគឺយើងអានថាឆុងទៀងឈីឆុងទៀងឈីប្រែថាឆ្នាំងសាកអក្សរឆុងគឺយើងអានសលេងទី1អានស្មើឆុងអក្សរទៀងគឺយើងអានសលេងទី4អានសង្កត់ទៀងហើយអក្សរឈីយើងអានសលេងទី4ដែរគឺយើងអានសលេងសង្កត់ឈីឆុងទៀងឈីប្រែថាឆ្នាំងសាកបាទសម្រាប់ពាក្យមួយនេះគឺយើងអានថាសូជីសូជីអក្សរសូហ្នឹងគឺយើងអានសំឡេងទី3យើងអានសំឡេងសង្កត់ចុះហើយអូនឡើងលើសូហើយអក្សរជីយើងអានសំឡេងទី1អានស្មើជីសូជីប្រែថាទូរស័ព្ទដៃបាទសម្រាប់ពាក្យមួយនេះគឺយើងអានថាជីប្រែថាកាសដែលយើងស្ដាប់នៅតិចនិយាយថាជីអក្សរហ្នឹងគឺយើងអានសលេងទី3អានសលេងសង្កត់ចុះហើយអូសឡើងលើហើយអក្សរជីសលេងទី1យើងអានស្មើជីប្រែថាកាសបាទសម្រាប់ពាក្យមួយនេះគឺយើងអានថាទៀនណៅប្រែថាកុំព្យូទ័រពាក្យទៀនយើងអានសំឡេងទី4អានសង្កត់ទៀនដល់អក្សរណៅគឺយើងអានសលេងទី3អានសលេងសង្កត់និងអូសឡើងលើណៅទៀនណៅប្រែថាកុំព្យូទ័របាទសម្រាប់ពាក្យមួយនេះគឺយើងអានថាឆុងទៀងឈីឆុងទៀងឈីប្រែថាឆ្នាំងសាកអក្សរឆុងគឺយើងអានសលេងទី1អានស្មើឆុងអក្សរទៀងគឺយើងអានសលេងទី4អានសង្កត់ទៀងហើយអក្សរឈីយើងអានសលេងទី4ដែរគឺយើងអានសលេងសង្កត់ឈីឆុងទៀងឈីប្រែថាឆ្នាំងសាកបាទសម្រាប់ពាក្យមួយនេះគឺយើងអានថាសូជីអក្សរសូហ្នឹងគឺយើងអានសំឡេងទី3យើងអានសំឡេងសង្កត់ចុះហើយអូនឡើងលើសូហើយអក្សរជីយើងអានសំឡេងទី1អានស្មើជីសូជីប្រែថាទូរស័ព្ទដៃបាទសម្រាប់ពាក្យមួយនេះគឺយើងអានថាជីប្រែថាកាសដែលយើងស្ដាប់នៅតិចនិយាយថាជីអក្សរហ្នឹងគឺយើងអានសលេងទី3អានសលេងសង្កត់ចុះហើយអូសឡើងលើ
អឺហើយអក្សរជីសលេងទី1យើងអានស្មើជីជីប្រែថាកាសបាទសម្រាប់ពាក្យមួយនេះគឺយើងអានថាទៀនណៅទៀនណៅប្រែថាកុំព្យូទ័រពាក្យទៀនយើងអានសំឡេងទី4អានសង្កត់ទៀនដល់អក្សរណៅគឺយើងអានសលេងទី3អានសលេងសង្កត់និងអូសឡើងលើណៅទៀនណៅប្រែថាកុំព្យូទ័របាទសម្រាប់ពាក្យមួយនេះគឺយើងអានថាឆុងទៀងឈីឆុងទៀងឈីប្រែថាឆ្នាំងសាកអក្សរឆុងគឺយើងអានសលេងទី1អានស្មើឆុងអក្សរទៀនគឺយើងអានសលេងទី4អានសង្កត់ទៀនហើយអក្សរឈីយើងអានសលេងទី4ដែរគឺយើងអានសលេងសង្កត់ឈីឆុងទៀងឈីប្រែថាឆ្នាំងសាកបាទសម្រាប់ពាក្យមួយនេះគឺយើងអានថាសូជីអក្សរសូហ្នឹងគឺយើងអានសំឡេងទី3យើងអានសំឡេងសង្កត់ចុះហើយអូសឡើងលើសូហើយអក្សរជីយើងអានសំឡេងទី1អានស្មើជីសូជីប្រែថាទូរស័ព្ទដៃបាទសម្រាប់ពាក្យមួយនេះគឺយើងអានថាជីប្រែថាកាសដែលយើងស្ដាប់នៅតិចនិយាយថាជីអក្សរហ្នឹងគឺយើងអានសលេងទី3អានសលេងសង្កត់ចុះហើយអូសឡើងលើហើយអក្សរជីសលេងទី1យើងអានស្មើជីប្រែថាកាសបាទសម្រាប់ពាក្យមួយនេះគឺយើងអានថាទៀនណៅប្រែថាកុំព្យូទ័រពាក្យទៀនយើងអានសំឡេងទី4អានសង្កត់ទៀនដល់អក្សរណៅគឺយើងអានសលេងទី3អានសលេងសង្កត់និងអូសឡើងលើណៅប្រែថាកុំព្យូទ័របាទសម្រាប់ពាក្យមួយនេះគឺយើងអានថាឆុងទៀងឈីប្រែថាឆ្នាំងសាកអក្សរឆុងគឺយើងអានសលេងទី1អានស្មើឆុងអក្សរទៀនគឺយើងអានសលេងទី4អានសង្កត់ទៀនហើយអក្សរឈីយើងអានសលេងទី4ដែរគឺយើងអានសលេងសង្កត់ឈីឆុងទៀងឈីប្រែថាឆ្នាំងសាកបាទសម្រាប់ពាក្យមួយនេះគឺយើងអានថាសូជីអក្សរសូហ្នឹងគឺយើងអានសំឡេងទី3យើងអានសំឡេងសង្កត់ចុះហើយអូសឡើងលើសូហើយអក្សរជីយើងអានសំឡេងទី1អានស្មើជីសូជីប្រែថាទូរស័ព្ទដៃបាទសម្រាប់ពាក្យមួយនេះគឺយើងអានថាជីប្រែថាកាសដែលយើងស្ដាប់នៅតិចនិយាយថាជីអក្សរហ្នឹងគឺយើងអានសលេងទី3អានសលេងសង្កត់ចុះហើយអូសឡើងលើហើយអក្សរជីសលេងទី1យើងអានស្មើជីប្រែថាកាសបាទសម្រាប់ពាក្យមួយនេះគឺយើងអានថាទៀនណៅប្រែថាកុំព្យូទ័រពាក្យទៀនយើងអានសំឡេងទី4អានសង្កត់ទៀនដល់អក្សរណៅគឺយើងអានសលេងទី3អានសលេងសង្កត់និងអូសឡើងលើណៅប្រែថាកុំព្យូទ័រ